ជំរាបសួរបងប្អូនទាំងអស់គ្នាខែថ្មីដើមខែថ្ងៃទី1តកែឲ្យឈប់មួយថ្ងៃពេញចូលថ្ងៃទី2ចាប់ផ្ដើមធ្វើការគឺបេះបន្លែសម្ភារជូរពណ៌ស្វាយនេះតែម្ដងខែថ្មីមានណាបងប្អូនថៅកែរបស់ខ្ញុំឲ្យចូលម៉ោង7កន្លះហើយចេញម៉ោង6ពេលល្ងាចពេលព្រឹកខ្ញុំជិះកង់ទៅធ្វើការបងប្អូនហើយរាល់ដងចូល7ហាអាកាសធាតុអត់សូវត្រជាក់ទេដល់ពេលថ្ងៃនេះជិះកង់ទៅខ្ញុំចេញទៅតាំងពីម៉ោង7មានណាឡើងត្រជាក់របស់គេគួរសមដែរថ្ងៃនេះអាកាសធាតុពេលព្រឹករៀងត្រជាក់តែពេលថ្ងៃពេលបើកថ្ងៃមកគឺក្តៅចឹងបងប្អូនទាំងអស់គ្នាឥឡូវដល់រដូវផ្ការីកហើយផ្កាក៏ចាប់ផ្ដើមរីកផ្ដើដែរបើតាកែរបស់ខ្ញុំគាត់ឲ្យឈប់ទៅតាមការងារថ្ងៃណាមានការងារគឺគាត់ឲ្យធ្វើថ្ងៃណាអត់ការងារគឺគាត់ឲ្យសម្រាកអញ្ចឹងទៅចង់ដើរមើលផ្កាក៏ពិបាកនឹងគេដែរបើចង់ទៅមើលលុះត្រាតែសម្រាប់ពីការងារពេលល្ងាចម៉ោង6អញ្ចឹងអាចទៅមើលបានព្រោះថាខែនេះក៏អត់ឆាប់យប់ដែរផុតរដូវត្រជាក់ភ្លៀងគឺចូលរដូវផ្ការីកតែម្ដងការងារកន្លែងថៅកែរបស់ខ្ញុំពេលខែត្រជាក់ធ្វើការម៉ោងតិចតែពេលខែក្តៅគឺធ្វើការម៉ោងច្រើនខែក្តៅត្រង់នេះបងប្អូនរៀងពិបាកយកលុយរបស់ថៅកែបន្តិចហើយតែបើថារដូវផ្ការីកនេះក្តៅក៏មិនក្តៅត្រជាក់ក៏មិនត្រជាក់អាកាសធាតុល្មមរៀងស្រួលយកលុយពីថៅកែថ្ងៃនេះពេលព្រឹកថៅកែគាត់ឲ្យពីក្រុមពួកខ្ញុំមកបេះស្ពៃពណ៌ស្វាយនឹងគឺសម្ភារជូរចឹងបងប្អូនទាំងអស់គ្នាបេះស្ពៃនេះហើយបងប្អូនទាំងអស់គ្នាថៅកែគាត់ឲ្យទៅបេះតាំងអោប្រគ្រប់ម៉ោងប៉ុន្តែបេះ30កេសបេះគ្រប់ដល់ម៉ោងល្មមការងារកន្លែងតកែរបស់ខ្ញុំថ្ងៃខ្លះក៏បេះចឹងទៅថ្ងៃខ្លះក៏កាត់ហើយថ្ងៃខ្លះក៏ដាំបើនិយាយពីប្រុសវិញថ្ងៃខ្លះក៏នៅក្នុងរងបេះបន្លែមួយស្រីថ្ងៃខ្លះក៏ទៅធ្វើការងារប្រុសទៅអត់នៅបេះជាមួយស្រីទេបន្ទាប់ពីបេះស្ពៃពណ៌ស្វាយនេះហើយតើបងប្អូនទៅទស្សនាបេះតាំងអោជាមួយគ្នាតាំងអោរីកនៅក្នុងសួនបន្លែតាំងអោនេះផ្ការីកហើយអ្នកទាំងអស់គ្នាហើយឡើងពោះនៅណៃនិយាយពីតាំងអោនេះវិញបងប្អូនអើយក្តិចផ្កាចោលមកតង់ហើយបានកាច់យកមកតង់ហើយកាច់គល់នឹងចោលមកសាទៀតព្រោះថាលូតវែងពេកតាំងអោកន្លែងតកែខ្ញុំគឺកាច់បែបនេះតែបើកន្លែងគេផ្សេងគឺគេកាត់បន្ទាប់ពីកាច់តាំងអោហើយដល់ម៉ោងសម្រាប់ញ៉ាំបាយពេលល្ងាចគឺថៅកែគាត់ឲ្យចូលមកបេះឈីការីនេះម្ដងបេះឈីការីកន្លែងថៅកែរបស់ខ្ញុំអត់ឲ្យវែងជាងកេះទេតែបើវែងជាងកេះឲ្យកាត់ល្មមមកដាក់កេះចូលឃើញកន្លែងគេផ្សេងបងប្អូនអើយគេបេះដាក់កេះបានកេះឡំកណើតែបើកន្លែងតកែខ្ញុំអត់ទេវែងជាងកេះគឺអត់យកដាច់ខាត